រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើផ្សិតចម្បាំងអមបម្ទេសបងប្អូនចាផ្សិតចម្បាំងអមបម្ទេសនេះរបៀបធ្វើគឺងាយស្រួលធ្វើមែនទេបងប្អូនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាចាផ្សិតចម្បាំងនឹងខ្ញុំមានចំនួន3ខាំបងប្អូនចំណែកនេះគឺជាគ្រឿងផ្សំផ្សេងទៀតណាចាដំបូងនឹងខ្ញុំយកខ្ទឹមសហើយនឹងម្ទេសមកបុកវាឲ្យបាយជាមុនសិនណាចាចំពោះខ្ទឹមសខ្ញុំដាក់ប្រាំងកំពឹសចំណែកម្ទេសនេះខ្ញុំដាក់ម្ទេសម្ល2ផ្លែហើយនឹងម្ទេសដៃនាងចំនួន1ផ្លែចាំបន្ទាប់ពីបុកទឹម្ទេសឲ្យបានបាយប៉ុណ្ណឹងហើយខ្ញុំដួសទុកម្លាយសិនឥឡូវនេះខ្ញុំចាប់ផ្ដើមយកផ្សិតចម្បាំងមកប្រឡាក់ជាមួយគ្រឿងណាហើយដាក់ម្ទេសនិងខ្ទឹមដែលបានបុកមុននឹងចូលមកតមកដាក់អំបិលម៉ត់នោះ1ចុងស្លាបព្រាកាហ្វេស្ករស2ស្លាបព្រាកាហ្វេប៊ីចេង1ចុងស្លាបព្រាកាហ្វេដែរហើយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេទឹកត្រីកន្លះស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយហើយទឹកអំពិលទុំនោះចំនួន1ស្លាបព្រាបាយកន្លះតមកច្បល់ឲ្យផ្សិតនោះវាចូលជាតិជាមួយនឹងគ្រឿងបន្តិចសិនមកចាំបន្ទាប់ពីផ្សិតនឹងច្បល់ឲ្យចូលគ្រឿងបានប៉ុណ្ណឹងហើយនេះខ្ញុំដាក់ខ្ទឹមក្រហមមើមដែលបានកាត់វាជាដុំនឹងធំដែរបងប្អូនហើយដាក់ម្រះព្រៅចូលមករួចច្បល់វាមកស្ទុះទៀតទៅយើងអាចយកទៅអប់បានណាបងប្អូនចំណែកការអប់វិញនេះខ្ញុំដាក់កដាលុយមីញ៉ូមត្រប់បងប្អូនមិនមានកដាលុយមីញ៉ូមបងប្អូនអាចដាក់ក្នុងឆ្នាំងយើងធម្មតាក៏បានដែរហើយការអប់នេះខ្ញុំបានដាក់ទឹកថែមណាព្រោះផ្សិតនេះវាមានជាតិទឹកស្រាប់កាលណាយើងអប់ទៅវាចេញទឹកមកដោយខ្លួនវាតែម្ដងចាប់ពេលអប់ខ្ញុំដាក់នៅក្នុងឆ្នាំងហើយឆ្នាំងខ្ញុំបានដាក់ទឹកនៅក្នុងឆ្នាំងហ្នឹងទៅណាបងប្អូនគេដាក់អញ្ចឹងមកហើយគ្របគម្របទៅហើយខ្ញុំអប់រយៈពេល15នាទីហ្នឹងគឺផ្សិតហ្នឹងវាឆ្អិនបានល្អល្មមដែលយើងអាចហូបបានណាចា៎នេះបងប្អូនផ្សិតហ្នឹងឆ្អិនណាស់ចាទឹកនៅក្នុងផ្សិតហ្នឹងវាពុះអញ្ចឹងណាបងប្អូនចូលចិត្តទឹកច្រើនអាចបន្ថែមទឹកបន្តិចទៀតបានតែនេះខ្ញុំបានបន្ថែមទឹកទៅណាគឺចេញពីផ្សិតដោយខ្លួនឯងចានេះរួចរាល់ហើយបងប្អូនតែប៉ុណ្ណឹងយើងអាចយកទៅហូបបានណាហូបលេងក៏បានហូបជាមួយបាយក៏បានដែរចាអញ្ចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា